បាទជំរាបសួរខ្ញុំបាទលោកគ្រូស៊ូឡុងថ្ងៃនេះខ្ញុំមានអសត់បុរាណមួយសម្រាប់តែបងស្ត្រីឬបងស្ត្រីដែលមានផ្ទៃពោះថ្នាំរក្សាកហើយថ្នាំរក្សាកនេះគឺជារុក្ខជាតិធម្មជាតិពិតថ្នាំរក្សាកសម្រាប់តែហូបអ្នកដែលមានផ្ទៃពោះផ្ទៃពោះដំបងឬក៏ផ្ទៃពោះលើកទី1ទី2ក៏ដោយថ្នាំនេះហូបទៅឈឺពោះតិចពេលចុងទលេគឺកាត់បន្ថយការឈឺពោះដល់80%ទៅ90%នៅពេលដែលឈឺពោះគឺចុងទលេលះថ្នាំនេះគឺយើងហូបជាមួយទឹកក្តៅយើងតែម្ដងចុងទឹកក្តៅមួយថ្ងៃ3ទៅព្រាតូចៗហ្នឹងព្រឹកពេលថ្ងៃនិងពេលល្ងាចអញ្ចឹងដល់ដំណាក់កាលខែទី8យើងចាប់ផ្ដើមញ៉ាំឱសថបុរាណនេះសម្រាប់តែបងប្អូនស្ត្រីដែលមានបញ្ហាផ្ទៃពោះហ្នឹងឈឺពោះខ្លាំងទៅពេលចុងទលេទៅហូបឱសថបុរាណនេះគឺកាត់បន្ថយការឈឺពោះទៅដល់80%ទៅ90%នៅពេលដែលយើងឈឺពោះយើងគឺឆ្លងទលេតែម្ដងនេះធានា 100% ហើយអត់ឈឺពោះយូរទេថ្នាំបុរាណនេះហើយស្រួលហូបហើយថ្នាំនេះដូនតាយើងប្រាប់ថាចេះពីសត្វស្វានៅពេលដែលវាឆ្លងទលេយូរអត់ចាញ់អញ្ចឹងមានតាឈ្មោះមួយហ្នឹងទៅរឹសឱសថបុរាណហ្នឹងទៅមកឲ្យមីហ្នឹងវាស៊ីដល់វាស៊ីទៅវាកើតកូនតែម្ដងវាលះអញ្ចឹងយើងមិនចាំបាច់ធ្វើការប្រកាសទេគឺកើតតាមធម្មជាតិគឺស្រួលកាត់បន្ថយការឈឺពោះច្រើនចឹងអ្នកដែលកូនដំបងក៏ដោយគឺហូបទៅគឺឆ្លងទលាលះអត់ឈឺពោះទេមិនចាំបាច់ទៅធ្វើការវះកាត់ទេហើយសម័យឥឡូវនៅពេលដែលយើងឆ្លងទលេតាមធម្មជាតិវាយូរខាងពេទ្យគឺជាច្រឹបឲ្យវាធំដែរអញ្ចឹងដើម្បីឲ្យវាស្រួលកើតអញ្ចឹងបើញ៉ាំឱសថបុរាណនេះមិនចាំបាច់ជាឬច្រឹបទេឲ្យធំទេគឺថ្នាំនេះគឺថ្នាំបើកមាត់ស្បូនអញ្ចឹងតែម្ដងហូបទៅបើកមាត់ស្បូនធំដែរហើយថ្នាំនេះឆុងទឹកក្តៅមួយថ្ងៃ3ដងហូបស្រួលហើយសូមជម្រាបម្ដងទៀតបងប្អូនស្ត្រីឬបងស្ត្រីនៅពេលដែលចូលដល់ខែទី8បានអាចញ៉ាំបានធម្មសាគរហ្នឹងណាខែទី8បានអាចញ៉ាំបានហូបរយៈពេល5ខែអញ្ចឹងហូបអ្នកខ្លះហូប1ខែអ្នកខ្លះហូប1ខែ10ថ្ងៃយើងអញ្ចឹងផ្សងទលេហើយអញ្ចឹងឱសថបុរាណនេះសម្រាប់តែខ្វះតែ1ខែទេគឺយើងញ៉ាំទៅគឺឈឺពោះកើតកូនតែម្ដងអញ្ចឹងអត់ជួលះអញ្ចឹងមិនច្បាច់ឈឺអេចអូចឈឺពិបាកក្នុងតែកើតតែមកអីអន្តនាម100%ហើយអានេះគឺស្រួលកើតតែម្ដងចុងទឹកក្តៅយើងហូបជាងធម្មតានេះគឺជាឱសថបុរាណយើងធម្មតាជាម្សៅអញ្ចឹងឈ្ងុយធានាឲ្យគឺអត់ឈឺពោះយូរទេគឺនៅពេលដែលយើងឈឺពោះភ្លាមយើងកាត់កូនតាមឆ្លងទលេភ្លាមតែម្ដងអាហ្នឹងហើយអ្នកខ្លះគឺហូបមកកំប៉ុងក៏បានអ្នកខ្លះហូបពីដបនេះក៏បានដែរអញ្ចឹងបើស្ត្រីទាំងអស់ដែលមានបញ្ហានៅពេលដែលយើងធ្លាប់កាត់កូនម្ដងឬពីរដងគឺឈឺពោះយូរពិបាកមែនតើអ្នកខ្លះពីព្រឹកតល្ងាចឱសថបុរាណនេះគឺយើងហូបចាប់ពីតែ1ខែទេនៅពេលដែលឆ្នាំរសាករហ្នឹងគឺនៅពេលដែលយើងឈឺពោះភ្លាមគឺកាត់កូនតែម្ដងភ្លាមគឺហើយអត់ឈឺពោះខ្លាំងគេកាត់បន្ថយដល់80%ដល់90%អញ្ចឹងមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណដែលអ្នកដែលកំពុងតាមដានទស្សនាវីដេអូនេះជាពិសេសស្ត្រីទាំងអស់
មើលហើយសូមឲ្យជួយ like និងជួយ share វីដេអូនេះផងហើយមាននៅក្នុង page ក៏មាននៅក្នុង YouTube ក៏មានដែរនៅក្នុង YouTube គឺសុទ្ធបុរាណសញ្ញាក្តានមាស YouTube ចឹងបើបងណាដែលចង់បានសុទ្ធបុរាណនេះយកទៅហូបនៅពេលដែលយើងមានគ័រចាក់ពេល8ខែគឺចាំផ្ដើមហូបតែម្ដងអញ្ចឹងគឺញ៉ាំទៅគឺអត់ឈឺពោះទេគឺធានាឲ្យ 100% ឲ្យឈឺពោះតមកផ្លែតគឺកាត់កូនភ្លាមម្ដងចឹងអត់ចាំយូរអត់មានលះអត់មានបាក់លំបាកទេហើយគឺយើងមិនចាំបាច់ធ្វើការវះឲ្យកាន់មកត្បូងធំដែរយើងមិនដេរឡើងវិញទេហ្នឹងហើយចឹងសូមអរគុណដែលកំពុងតាមទស្សនាវីដេអូនេះរបស់ខ្ញុំ